សញ្ញាមួយចំនួនដែលបញ្ជាក់ថា Dynamo រថយន្តរបស់បងប្អូនកំពុងតែមានបញ្ហាហើយ Alternator ឬ Dynamo គឺជាផ្នែកដ៏សំខាន់មួយនៃប្រព័ន្ធភ្លើងក្នុងរថយន្តហើយមានមុខងារសាកបញ្ចូលភ្លើងទៅឲ្យអាគុយនិងផ្គត់ផ្គង់ចរន្តទៅកាន់ប្រព័ន្ធភ្លើងផ្សេងៗនៅក្នុងរថយន្តនៅពេលដែលម៉ាស៊ីនចាប់ផ្ដើមដំណើរការទាំងនេះគឺជាអាការៈដែលបង្ហាញថា Dynamo រថយន្តរបស់បងប្អូនកំពុងតែមានបញ្ហាឬសាកចរន្តទៅកាន់អាគុយមិនបានល្អ1. ឮសំឡេងខ្លាំងចេញពី Dynamo ប្រសិនបើផ្នែកណាមួយនៃ Dynamo ចាប់ផ្ដើមដំណើរការដោយគ្មានប្រសិទ្ធភាពវានឹងបង្កើតជាសំឡេងចេញមកដូចជាបដានជាដើមទី2 លោតសញ្ញាអាគុយនៅលើកុងទ័រក្រៅពីការសាកឬបញ្ចូលថាមពលចរន្តអគ្គិសនី Dynamo ក៏ផ្គត់ផ្គង់ចរន្តឲ្យប្រព័ន្ធភ្លើងក្នុងរថយន្តផងដែរដូច្នេះបើប្រព័ន្ធភ្លើងក្នុងរថយន្តមានបញ្ហាអាចមកពី Dynamo 3. អាគុយឆាប់ខូចមូលហេតុមកពី Dynamo សាកខ្សោយឬផ្គត់ផ្គង់ចរន្តភ្លើងមិនគ្រប់គ្រាន់ទៅឲ្យអាគុយនៅពេលដែលរថយន្តកំពុងដំណើរការដើម្បីឲ្យកាន់តែច្បាស់បងប្អូនអាចអញ្ជើញមក Mazda Service និងប្រឹក្សាយោបល់ជាមួយនឹងជាងជំនាញនិងឧបករណ៍ទំនើបៗរបស់ពួកយើងដែលត្រៀមរួចរាល់សម្រាប់ការត្រួតពិនិត្យនិងថែទាំរថយន្ត Mazda របស់លោកអ្នក